cái nào con hay to tầm một tí cái nào xong xong pi dan con miền viết được saiอย่างนั้นเราkhông cả viếtตั้งตัวพี่saiอย่างนั้นkhông cảผมเรียนตัวทำหน้าตายืมผู้แก่ให้หนึ่งตัวใส่ประกันนี่เยอะใจที่สุดเลยวิธีศาสตร์និងយុទ្ធសាស្ត្រដែលធ្វើឲ្យពុទ្ធកសិក្សាការរីចម្រើនទៅបានហ្នឹងតងវិធីសាស្ត្រយុទ្ធសាស្ត្រដែលធ្វើឲ្យការសិក្សានៅសាលាពុទ្ធកបឋមសិក្សាសាលាបាលីយើងមានការរីចម្រើនតទៅនេះត្រូវខ្ញុំគណៈធម្មភាពសូមចែករំលែកទាក់ទងជាមួយនឹង5ចំណុចទី1ទាក់ទងនឹងចំណាប់អារម្មណ៍គឺថាយើងធ្វើបរិញ្ញាយ៉ាងនេះដើម្បីឲ្យសិស្សឯងមានការចាប់អារម្មណ៍ទៅលើមុខវិជ្ជាដែលបរិញ្ញាដំបូងឡើយទាក់ទាញចំណាប់អារម្មណ៍ពីសិស្សដំបូងឡើយហើយចំណុចទី2ដែលសិស្សចាប់អារម្មណ៍ហើយវិធីសាស្ត្រយើងគឺឲ្យលោកបានស្រាវជ្រាវគឺថាយើងបរិញ្ញាបាលីទៅឲ្យលោកស្រាវជ្រាវទៅលើបាលីតោះតាបរិញ្ញាអករណទៅឲ្យលោកស្រាវជ្រាវចូលស្រង់ករណអករណពងលឹងឲ្យបាន5ឲ្យបាន6យកមកប្រម៉ែកអញ្ចឹងយូរលោកចេះហើយហ្នឹងហើយនេះចំណុចទី2គឺធ្វើលោកស្រឡាញ់ពេញចិត្តនៅក្នុងមុខវិជ្ជាឬការសិក្សានេះហើយឲ្យលោកស្រាវជ្រាវទៅលើមេរៀនហ្នឹងហើយចំណុចទី3គឺបកស្រាយពយល់ឧទាហរណ៍ថាហត្ថៈប្រែថាដៃវាជាអករណអញ្ចឹងយើងបង្កើតជាប្រយោគថាបរិសោហត្ថេនៈកម្មង្ករតិបរោះធ្វើការងារដោយដៃអញ្ចឹងអាហត្ថេនៈហ្នឹងតើជាវិភ័តអ្វីប្រែដូចម្ដេចនេះឲ្យលោកបកស្រាយថាហត្ថេនៈហ្នឹងជាវិភ័តអ្វីប្រែដូចម្ដេចហ្នឹងហើយអញ្ចឹងចំណុចទី3គឺសិស្សអាចបកស្រាយពយល់បានបើនិយាយភាសាខ្មែរគឺលោកអាចយល់ពីអានអត្ថបទការពីកិរិយាសព្ទនាមអីជាដើមនៅក្នុងអត្ថបទហ្នឹងលោកអាចបកស្រាយអត្ថបទមេរៀនបានបន្ទាប់ពីលោកបានរៀនមួយគ្រូនឹងបកស្រាយនឹងសិក្សាមួយគ្រូឲ្យលោកសង្កេតចំណុចទី4គឺពង្រឹងអនុវត្តបន្ថែមបន្ទាប់ពីសិស្សបានទទួលចំណេះចេះដឹងទាំងអស់នេះហើយលោកអនុវត្តមេរៀនដែលលោកបានរៀនហ្នឹងលោកអាចយកទៅបង្កើតជាឧទាហរណ៍បាលីទៅលោកយកពាក្យហ្នឹងទៅបង្កើតជាប្រយោគខ្លីៗដើម្បីឲ្យចងចាំបានយូរហ្នឹងហើយចំណុចទី5គឺការវិតម្លៃបន្ទាប់ពីការបង្រៀនដល់សិស្សហើយយើងអាចវិតម្លៃតើសិស្សទទួលលទ្ធផលនៃការសិក្សានឹងបានប៉ុណ្ណាចំណុចទាំង5ប្រការនេះខ្ញុំគណៈថាភាពថាជាយុទ្ធសាស្ត្រមួយដើម្បីចូលរួមការសិក្សានៅសាលាពុទ្ធិកសិក្សាយើងឲ្យកាន់តែមានការរីកចម្រើនកាន់ឡើងតទៅមុខទៀតអញ្ចឹងណាកាន់តែប្រសើរឡើងចឹងនិយាយអញ្ចឹងណាកាន់តែប្រសើរឡើងហ្នឹងហើយអញ្ចឹងចំណុចទាំង5នេះជាយុទ្ធសាស្ត្រមួយដើម្បីធ្វើឲ្យសាលាពុទ្ធិកសិក្សាយើងកាន់តែមានការរីកចម្រើនហ្នឹងហើយវិធីសាស្ត្រទាំង5នេះខ្ញុំគណៈថាវាក៏បានប្រើនៅក្នុងសាលាបាលីផងដែរហើយវិធីសាស្ត្រហ្នឹងមានច្រើននៅក្នុងគ្រូកសលហ្នឹងគេនិយាយច្រើនណាស់ទាក់ទងវិធីសាស្ត្រការបង្រៀនអីផ្សេងហ្នឹងការបង្រៀនដោយលើកទឹកមានការលើកទឹកចិត្តណាទីចំណាប់អារម្មណ៍នេះធ្វើឲ្យសិស្សមានការចំណាប់អារម្មណ៍មានការលើកទឹកចិត្តហើយពេលខ្លះទៅប្រើរង្វាន់ដើម្បីលើកទឹកចិត្តលោកដើម្បីលោកបានរៀននៅវិធីសាស្ត្រនិងវិធីសាស្ត្រដទៃទៀតតែសំខាន់គឺទាំង5យ៉ាងដែលចំណុចទាំង5យ៉ាងនេះជាវិធីសាស្ត្រជាគន្លឹះមួយសម្រាប់ជួយពន្លឿនការសិក្សានៅសាលាពុទ្ធិកយើងគឺទាក់ទាញចំណាប់អារម្មណ៍សិស្សឲ្យសិស្សមានការចំណាប់អារម្មណ៍រៀនសូត្រនៅក្នុងសាលាពុទ្ធិកសិក្សាទី2សិស្សបានរៀនហើយឲ្យលោកស្រាវជ្រាវទី3ឲ្យលោកបកស្រាយពយល់មេរៀនបានទី4គឺពង្រីកឬក៏អនុវត្តបន្ថែមទៅលើចំណេះដឹងលោកបានរៀនចំណុចទី5គឺវិតម្លៃការសិក្សាបន្ថែមនៅសាលាពុទ្ធិកសិក្សាសូមអរគុណសម្រាប់ការបកស្រាយនេះ